ដល់ពេលដែលដកដើរចេញពីស្រោមហើយចិនបានអំពាវនាវឲ្យបាញ់អាវុធនុយក្លេអ៊ែរទៅលើប្រទេសជប៉ុនតែម្ដងការអំពាវនាវនេះបានកើតឡើងបន្ទាប់ពីចំនួនការទូតជាមួយគ្នាបានឡើងកម្ដៅដល់នុយក្លេអ៊ែរចាប់តាំងពីថ្ងៃទី7វិច្ឆិកាមកឯកតាម firstnews.com ចុះថ្ងៃទី25វិច្ឆិកាបានបញ្ជាក់ថារបាយការណ៍ពីកាណាដាដែលជាសារព័ត៌មានគ្រប់គ្រងដោយគណៈបកកុម្មុយនីសបានតស៊ូមតិឲ្យកំណត់គោលដៅជាមួយនឹងការវាយប្រហារដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរតែម្ដងដើម្បីបញ្ចប់អ្វីដែលខ្លួនហៅថាយោធានិយមរបស់ទីក្រុងតូក្យូសេចក្តីលម្អិតពីការប្រើប្រាស់មីស៊ីលចំនួន3កងពលដែលបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរចំនួន72គ្រាប់ប្រឆាំងនឹងគោលដៅយោធាឧស្សាហកម្មនិងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសជប៉ុនរួមទាំងទីក្រុងតូក្យូផងដែរហើយបានបង្ហាញភាពត្រឹមត្រូវនៃការវាយប្រហារបែបនេះគឺជាការគម្រាមកំហែងកម្រិតខ្ពស់បំផុតដែលចិនបានប្រើប្រាស់ជាសាធារណៈប្រឆាំងនឹងជប៉ុនក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះលោកវ៉ាងយីរដ្ឋមន្ត្រីការបរទេសចិនបានឆ្កោតទោសយ៉ាងខ្លាំងទៅលើជប៉ុនដែលថាបានឆ្លងផុតបន្ទាត់ក្រហមបង្ហាញពីអន្តរាគមយោធាលើតៃវ៉ាន់ចាប់តាំងពីមានចំនួនការទូតមកចិនបានបិទជើងហោះហើរបិទការនាំចូលអាហារសមុទ្រដាក់ពាក្យបណ្ដឹងទៅអង្គការសហប្រជាជាតិទោះបីជាយ៉ាងណាវិធានការទាំងអស់នេះមិនបានឲ្យជប៉ុនដកពាក្យសម្ដីវិញទេនាពេលថ្មីនេះវិស័យជាច្រើនត្រូវបានជប៉ុនសម្រេចដំឡើងនៅលើកោះយូណាគូនីដែលមានចម្ងាយត្រឹមតែ110គីឡូម៉ែត្រពីកោះតៃវ៉ាន់ដើម្បីត្រៀមតទល់ជាមួយនឹងសត្រូវចាស់ឧស្សាហ៍ទន្ទឹមនឹងនេះជប៉ុនបានរុញច្រានការទូតវិញដោយផ្ញើលិខិតមួយទៅអង្គការសហប្រជាជាតិដោយអះអាងថាការអះអាងរបស់ចិនបង្ខូចការពិតនិងទទូចឲ្យមានការសន្ទនាដោយសន្តិវិធីសម្រាប់តៃវ៉ាន់ទោះយ៉ាងណាក៏ដោយការអំពាវនាវរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនសម្រាប់ការវាយប្រហារអាវុធនុយក្លេអ៊ែរគឺជាផ្នែកមួយនៃវោហារសាស្ត្រដ៏ធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមកចំពេលមានចំនួនភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើងលើកោះតៃវ៉ាន់ចិនបានកំណត់គោលដៅវាយប្រហារជាក់លាក់ដូចជាក្រសួងការពារជាតិអាកាសយានដ្ឋាននិងមូលដ្ឋានយោធាអាមេរិកនៅជិតទីក្រុងតូក្យូរួមជាមួយក្រុមហ៊ុនឧស្សាហកម្មធំៗដូចជា Toyota, Mitsubishi និង Sony ដោយបានបង្ហាញពីទំហំនៃការបំផ្លិចបំផ្លាញដែលបានគ្រោងទុករបាយការណ៍នេះក៏បានរួមបញ្ចូលរូបភាពក្រាហ្វិកនៃការបំផ្ទុះនុយក្លេអ៊ែរ200គីឡូតោនទៅលើទីក្រុងតូក្យូជាមួយនឹងការប៉ាន់ស្មានពីអ្នកស្លាប់និងរបួសដ៏មហន្តរាយដែលបង្ហាញពីភាពធ្ងន់ធ្ងរនៃការគំរាមកំហែងដែលអ្វីជាការឆ្លើយតបរបស់ទីក្រុងប៉េកាំងទៅនឹងទីក្រុងតូក្យូដោយឡែកជប៉ុនបានបដិសេធជាផ្លូវការនៅវោហារសាស្ត្រគំរាមកំហែងពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនដែលអំពាវនាវឲ្យមានការវាយប្រហារដោយអាវុធនុយក្លេអ៊ែរដោយចាត់ទុកការអះអាងបែបនេះជាការឃោសនានិងការបង្ខូចការពិតព្រមទាំងមានការថ្កោលទោសជាដាច់ខាតនៅការលើកឡើងបែបនេះដោយចាត់ទុកវាជាការគំរាមកំហែងដែលមិនអាចទទួលយកបានឡើយការគំរាមកំហែងបែបនេះនឹងធ្វើឲ្យជប៉ុនពិចារណាជាមួយសហរដ្ឋអាមេរិកដើម្បីបញ្ជាក់ជាសាធារណៈនៅការបដិញ្ញាចិត្តក្នុងការពារជប៉ុនក្រោមឆ័ត្រអាវុធនុយក្លេអ៊ែរនេះមានន័យថាការវាយប្រហារនុយក្លេអ៊ែរទៅលើជប៉ុននឹងត្រូវបានចាត់ទុកការវាយប្រហារមកលើសហរដ្ឋអាមេរិកផងដែរតើចិនពិតជាហ៊ានបាញ់អាវុធនុយក្លេអ៊ែរមកលើជប៉ុនមែនដែរឬទេជំនាញផលិតមាតិកាចម្រុះដែលមិនអាចមើលរំលងវគ្គពិសេសសម្រាប់ប្រិយមិត្តដែលស្រឡាញ់និងចូលចិត្តបង្ហាញចំណាប់អារម្មណ៍លើបណ្ដាញសង្គមដោយចាប់ផ្ដើមចេញពីថ្ងៃនេះតទៅជាមួយកញ្ចប់តម្លៃពិសេសប្រិយមិត្តនឹងទទួលបានការបង្កើតខ្លឹមសារដ៏សំខាន់មួយជារបស់ខ្លួន